with some worship. We know that we're here to worship our God and to just be in His presence. So let us all let's open our hearts and our minds to entering into His presence this morning. A thousand generations falling down in worship to sing the song of ages to the Lamb. And all who've gone before us and all who will believe will sing the song of ages to the Lamb. Your name is the highest. Your name is the greatest. Your name stands above them all. All thrones and dominions, all powers and positions. Your name stands above them all. And the angels cry, holy, all creation's cries, holy, you are lifted high, holy, holy forever. If you've been forgiven, if you've been redeemed, sing the song forever to the Lamb. If you walk in freedom, if you bear His name, sing the song forever to the Lamb. We'll sing the song forever and
mong ngọc con bom chát để trồng mập tiền bồi dựng chụp chung kia hay ngày đi kiếm xong chụp xuống ngọc bồn ngọc kia đôi sự hành bậc lý hay dựng ngọc con trồng để bầm tiền bồi lúc rồi khuyên tiếp để con bà mò sọc mai đôi sọt phiếp hay dán hay nâng Selina bà mò cả phim sinh mò sọc mai đấy lúc ngọc con trồng để trồng mập tiền bồi con thằng kia bàn cóตัวจุกจีนกาเป็นสังกัดประกวดแต่ไทยศาสตร์มือบางคนมาเยี่ยมอ่อนยังเป็นใครก็น้อยวันนี้ยังออกคนตรงในตรงมาประเทศปัวมาเยี่ยมเมียนเนี่ยจำนวนใครก็สกัดไปมาสกเพียบดอออกภาษาให้ไงยังออกคนตรงครบบางอย่างได้ยังเราใครนี่ยังการกับออกคนตรงจะได้ไปปัวมูลหัดทมคือประคุณปัวตรงนั้นครบตรงยังเรียบร้อยทั้งไงนี่นะหายิงดาตีดาต้องตีกระไรนะก็ร้อยโอ้ยังตุกเจ็ดกับเปรตยังเชื่อทำประคุณปัวตรงมันบานเจ๊ไปยืนเตะไปพวกน้องกับปีบ้านนี้นะประเจียจนกับบอกประเจียเรียกบอกตรงได้ละทิศทางส้มโดยเฉพาะตรงลูกตรงหนึ่งประเจียนปัวอ้อยให้เมื่อสอบเกย์บาดเจียพอเห็นไหมหาให้ยืนจากคริสเตียนยังมีเกณฑ์ยืนหล่อนะแต่ตรงบาดเรื่องยืนอ้อยคลายจากเชื่อเราตรงมีจิตเกณฑ์ยืนเราทอมมวยหาบัตรต่อไปเท่ายังส้มบอกสปอร์ตจุดเรียงเราเลี้ยงมาโดยสักปีส้มเลี้ยงหมดน้ำมุกมาปนยังเลี้ยงมาจุดเรียงสารการตรงที่ชัวร์เรายังสรุปเจ็ดหนึ่งปีฐานเราบัดมีทักคู่สาวแบบนี้มันยังยังเต้าแต่สาวแบบนี้เป็นปวดตรงเจียบจ่าในแผ่นใดหายตรงกลวงไปใบคาราซายืนเต้าแต่
រពត្រង់ហើយសរសើរព្រះនាមទ្រង់យ៉ាគួរគឺគួរនោះយើងធ្វើមិនធ្វើបានទេមិនចឹងប៉ុន្តែបើយើងអ្នកគ្រីស្ទានជឿព្រះត្រូវតែគោរពទ្រង់ថ្វាយបង្គំដល់ទ្រង់ឃើញទេហើយខ្ញុំចង់មិនយើងកតិថាខ្ញុំសូមបងប្អូនបើកនៅកម្ពីមួយនៅកម្ពីវិវរណៈពុក3ខ21ដែលយើងខ្ញុំចង់បញ្ជាក់អំពីបងប្អូនអំពីថាខ្លះក៏ឆ្ងល់មានជួនថាហេតុម៉េចបាទទ្រង់មាន2 3អង្គអីចឹងណាហើយក្នុងកម្ពីនេះបានបញ្ជាក់យើងច្បាស់អំពីកិច្ចការរបស់ហ្នឹងឲ្យយើងអានហើយយើងពិចារណារបស់គ្នានៅកម្ពីវិវរណៈពុក3នៅកម្ពីវិវរណៈពុក3ខ21 I would like to read the Revelation chapter 3 and verse 21. Okay. អ្នកណាដែលឈ្នះនោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញដូចជាអញបានឈ្នះហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរអាមែនហើយនៅខ2នេះបញ្ជាក់ថាបល្ល័ង្កមានតែមួយទេមិនចឹងបើបល្ល័ង្កមានតែមួយតើព្រះយេស៊ូវគ្រីស្ទទ្រង់គង់នៅកន្លែងណាហើយនេះហើយគឺពេលថាអ្វីទាំងអស់គឺបានប្រគល់មកទ្រង់ហើយពេលដែលទ្រង់បានឈ្នះនោះការទាំងអស់នោះគឺសម្រេចដល់ព្រះយេស៊ូវគ្រីស្ទហើយនៅហើយបល្ល័ង្កមានតែមួយទេហើយយើងគិតថាព្រះវរបិតាព្រះពុត្រាព្រះវិញ្ញាណបរិសុទ្ធខ្លះក៏ថាមាន3មិនចឹងក៏ប៉ុន្តែដោយសារការអំពើបាបរបស់យើងនេះបានទ្រង់ធ្វើ step by step ជំហានមួយទៅជំហានមួយដែលទ្រង់ព្រះវរបិតាទ្រង់បានបង្កើតសពសាពើសម្រាប់យើងហើយយើងបានប្រព្រឹត្តអំពើបាបទះឆ្ងាយជាងពីទ្រង់នោះបានទ្រង់ប្រទានព្រះពុត្រារបស់ទ្រង់មកឲ្យយើងស្គាល់ទ្រង់ដោយសារព្រះពុត្រារបស់ទ្រង់ពេលដែលទ្រង់បានសង្កត់នៅជិតឆ្កាងទ្រង់យាងទៅខាងលើខាងស្ដាំដៃរបស់ព្រះវរបិតាបើយើងថាអង្គុយសូមអង្វរព្រះវរបិតាដើម្បីអត់ទោសឲ្យយើងរាល់គ្នាហើយដល់ហើយពេលនោះគឺទ្រង់មិនបញ្ចោលយើងទៀតទ្រង់នៅប្រទានព្រះវិញ្ញាណបរិសុទ្ធមកគង់ជាមួយនឹងយើងហើយបើយើងធ្វើតាមព្រះវិញ្ញាណបរិសុទ្ធដឹកនាំមានជួយទៅយើងខំខ្លាំងមែនទេយើងចង់ធ្វើការអាក្រក់ណាមួយប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធនឹងបណ្ដាចិត្តយើងឲ្យយើងបាននឹកឃើញអំពីសេចក្ដីរបស់ព្រះនោះយើងបំភ្លេចទៅការអាក្រក់នោះអូខេហើយដល់ដល់ពីថាព្រះមានតែមួយអង្គទេកុំឲ្យយើងឆ្ងល់ថាមានព្រះ3គឺព្រះមានតែមួយអង្គទេប៉ុន្តែដោយសារ step by step ជំហានមួយជំហានទៅមួយជំហានដើម្បីទ្រង់ធ្វើឲ្យយើងបានស្គាល់ទ្រង់ហើយទៅប្រវត្តិបានហើយនឹងហើយសូមយើងនឹងសូមចិត្តដើម្បីអធិដ្ឋានអរគុណដល់ទុំគុំសូមអរគុណដល់ទ្រង់ដែលទ្រង់បានរៀបចំពេលវេលាទុំគុំបានមកជួបជុំគ្នាបានថ្វាយបង្គំទ្រង់សរសើរដំកើងដល់ព្រះនាមរបស់ទ្រង់ទុំគុំតែក៏អរគុណរបស់ផងទ្រង់គ្រប់ពេលវេលាដោយសារប្រគុណរបស់ផងទ្រង់នោះទ្រង់បានដឹកនាំជីវិតទុំគុំឲ្យដើរតាមអហនិទ្រង់ឲ្យធ្វើតាមអំណាចជាស្ដាររបស់ផងទ្រង់ធ្វើតាមគំនិតនិងប្រាជ្ញាដែលទ្រង់បានប្រទានសម្រាប់ទុំគុំឲ្យទុំគិតអំពីសេចក្ដីល្អរបស់ផងទ្រង់ដែលរៀបចំសម្រាប់មនុស្សគ្រប់គ្នាគឺជាសេចក្ដីសង្គ្រោះនោះជាអំណោយទានហើយសូមទ្រង់បានចាប់ព្រះវិញ្ញាណរបស់សុទ្ធរបស់ផងទ្រង់ទៅបណ្ដាលចិត្តគេគ្រប់គ្នាឲ្យគេទទួលនូវអំណោយទាននោះអំណោយទានដែលគ្មានអ្នកណាឲ្យបានមានតែព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានដឹកនាំយើងឲ្យស្គាល់ទ្រង់និងស្គាល់ផ្លូវអ្វីដែលយើងត្រូវទៅជាមួយនឹងទ្រង់នៅផ្លូវជីវិតអកតេនិកដែលយើងរងចាំគ្រប់គ្នាហើយផ្លូវនោះនឹងរៀបចំមកដល់យើងរាល់គ្នាដោយអំណោយដោយប្រគុណរបស់ផងទ្រង់ដោយអ្វីដែលយើងមិនបាច់ធ្វើប៉ុន្តែយើងទទួលបានគឺដោយសេចក្ដីស្លាញ់របស់ផងទ្រង់អាមែនសូមទ្រង់បានរៀបចំនៅគ្រប់ការរបស់នេះតាមអហតេនីទ្រង់ទុំគុំសូមអធិដ្ឋានថ្វាយពេលវេលានៅគ្រប់ការទាំងអស់ដោយនៅបរមនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមជួយគួយបងប្អូនហើយបន្តទៀតយើងប្រស្ពជាលេខ171
យើងដែលថាកន្លែងណាមានពេលនេះយើងសប្បាយចិត្តនេះពីព្រោះត្រង់ឲ្យយើងស្កប់ស្កល់អ្វីដែលយើងមានហើយនេះអត់ព្រួយអត់បារម្ភមួយយើងសប្បាយមែនទេហើយនេះអត់ត្រង់ហើយបន្តទៅបងប្អូនណាដែលអានព្រះគម្ពីរសូមអញ្ជើញឡើងហើយបងប្អូនទៀតដែលចង់អានព្រះគម្ពីរដែរយើងតាក់ទងចំណាត់ទៅយើងរើសខគម្ពីរល្អៗដើម្បីជួយពិសាចិត្តបងប្អូនយើងតាក់ទងចំណាត់ជាមួយគ្រូសុខបានដែរហើយបងប្អូនចង់ខាត់ច្រៀងចង់ច្រៀងជាមួយនឹងក្រុមយើងខ្ញុំយើងស្វាគមន៍ជានិច្ចនៅថ្នាក់របស់ខ្ញុំអូខេអរគុណទ្រង់ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាក្នុងព្រះនាមអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណម្ដងទៀតដែលបានមកអានព្រះបន្ទូលជាប់គ្នាពីអាទិត្យហើយអត់បានត្រៀមទេព្រោះប៉ុន្តែត្រៀមលក្ខណៈជារៀងរាល់ថ្ងៃនៅក្នុងព្រះគម្ពីរមួយខនេះហើយជាអត់បានត្រៀមសម្រាប់នឹងឡើងព្រះអានព្រះបន្ទូលប៉ុន្តែបានត្រៀមព្រះបន្ទូលនេះជាប្រចាំសម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំហើយព្រះបន្ទូលមួយនេះផងដែរមុនខ្ញុំអានក៏ខ្ញុំសូមប្រាប់ពីគោលបំណងនៃព្រះបន្ទូលមួយនេះហើយសូមបងប្អូនទាំងអស់គ្នានឹកចាំពីអត្ថន័យនៃព្រះបន្ទូលមួយនេះគឺការរស់នៅបែបជាកូនរបស់ព្រះអង្គហើយការរស់នៅដោយគិតថាថ្ងៃស្អែកគឺជាថ្ងៃចុងក្រោយដែលព្រះបានយាងមកហើយក្នុងព្រះគម្ពីរមួយនេះនៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ជំពូក4ខ7ដល់ខ11គឺមាន4ខខ្ញុំសូមអានជូនរីឯចុងបំផុតនៃរបស់ទាំងអស់នោះចិត្តដល់ហើយដូច្នេះចូលឲ្យមានគំនិតនិងភឹងហើយចាំយាមក្នុងសេចក្តីអធិដ្ឋានចុះតែមុនដំបូងបង្អស់ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នាឲ្យអស់ពីចិត្តបិទសេចក្តីស្រឡាញ់នឹងគ្រប់គ្រងបាំងអំពើបាបជាអណែកអណន់ចូលប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរៅឥតមានត្អូញត្អែផងគឺដោយខំបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុកដូចជាអ្នកចែកចាយយ៉ាងល្អនៃព្រះគុណក៏បែបជាច្រើនផ្លូវវិញបើអ្នកណាអធិប្បាយនៅក្នុងនោះត្រូវតែអធិប្បាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះហើយបើអ្នកណាបម្រើនោះត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យដើម្បីឲ្យព្រះបានកើនឡើងក្នុងគ្រប់ការទាំងអស់ដោយសារព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានមានសេរីល្អនិងព្រះចេស្តាដល់នៅអស់កលជានិច្ចតទៅអាមែនខ្ញុំមានចំណុច3នៅក្នុងព្រះបន្ទូលនេះដែលយើងគួរតែបញ្ចូលក្នុងការរស់នៅរបស់យើងជាប្រចាំទី1គឺការអធិដ្ឋានដែលយើងដែលធ្វើឲ្យយើងមានការទំនាក់ទំនងជាមួយនឹងព្រះជារៀងរាល់ថ្ងៃក្នុងព្រះគម្ពីរដំបូងគេនេះហើយទី2គឺសេចក្តីស្រឡាញ់ដែលមកពីព្រះហើយនិងសេចក្តីស្រឡាញ់រវាងគ្នានឹងគ្នាដែលធ្វើឲ្យក្តីស្រឡាញ់មួយនឹងដែលទោះជាការអាក្រក់ឬក៏មនុស្សនោះមានបាបឬក៏អ្វីក៏ដោយសេចក្តីស្រឡាញ់នេះគឺតែងតែគ្រប់នៅការអាក្រក់ទាំងបានការក្នុងខ្នាស់គ្នាទាំងបានអស់ទៅហើយទី3ចំណុចទី3គឺការបម្រើដោយខគម្ពីរដែលគ្រូបានអានចុងក្រោយមួយមុននេះបន្តិចគឺយើងនឹងបានទៅអង្គុយក្នុងបល្ល័ង្ករបស់ព្រះក្នុងព្រះបន្ទូលកន្លែងនេះគឺចង់ឲ្យយើងគឺចង់និយាយថាបំពេញទាំងអស់ក្នុងនាមជាកូនរបស់ព្រះអង្គបើសិនតែយើងរស់នៅក្នុងដោយការស្ដាប់នឹងការអធិដ្ឋាននឹងក្តីស្រឡាញ់នឹងការបម្រើរបស់ព្រះអង្គដែលមានក្នុងព្រះបន្ទូលនេះហើយចង់ខ្ញុំធ្លាប់មានបញ្ហាគេហៅ depression ប៉ុន្តែដុកទ័រពេទ្យឲ្យយើងទៅជួប therapy why we have to go to therapy we have God that keep communicating with us every day talk to him and yes អ្វីគឺប្រសើរឡើងហើយហេតុអីបានយើងមានភាពសោកសៅ depressed គឺដោយសារយើង overthinking គិតខ្លាំង
ជួនកាលមានការស្អប់មានការចំណាយមានទាមានអ្វីគ្រប់យ៉ាងដែលធ្វើឲ្យយើងភ្លេចថានឹងមានអ្នកជំនាញម្នាក់នៅក្បែរខ្លួនក្បែរយើងជានិច្ចចូលអធិដ្ឋានហើយបើទោះជាយើងគ្មានការថ្នាក់ដែលធ្វើឲ្យយើងមានផ្លូវចិត្តពិបាកចូលផ្ដោតចូលយកសេចក្តីស្រឡាញ់ដែលព្រះអង្គបានមានចំពោះយើងហើយយកមកគ្រប់បាំងនៅការទាំងអស់នោះដែលយើងមានក្នុងចិត្តហើយឲ្យយើងបានមានទួនាទីជាកូនដែលបម្រើព្រះអង្គ Yes អរគុណអ្វីដែលខ្ញុំអត់មែនជាអ្នកមានប្រាជ្ញាឆ្លាតមានវ័យអីប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាននៅចំពោះព្រះអង្គខ្ញុំជឿជាក់ខ្លួនឯងថាព្រះអង្គមើលឃើញខ្ញុំសូម្បីតែអ្វីដែលខ្ញុំគិតថាខ្ញុំតូចតាចដែលមិនគិតថាគ្មានតម្លៃអីតែក្នុងព្រះគម្ពីរនេះបានធ្វើឲ្យខ្ញុំស្កប់ចិត្តអរគុណព្រះអង្គអរគុណលោកបងប្អូនដែលហើយយើងអរគុណទ្រង់សូមបងប្អូនយើងបើកថយទៀងមួយដល់លេខ187ខាងក្រោយសេចក្តីអធិដ្ឋាននៃព្រះអម្ចាស់ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Amen. ជំរាបសួរអ្នកបងប្អូនយើងទាំងអស់គ្នា Greeting. I would like to welcome everyone to our worship service this morning. I'm glad you Oh, what do you think? happy Vẫn được ngày. and receive help from the Holy Spirit Đâu this thường ngày ngồi. morning. Okay. ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងអរសប្បាយហើយពីព្រោះយើងនឹងបានទទួលជំនួយពីព្រះវិញ្ញាណបរិសុទ្ធនៅព្រឹកនេះហើយខ្ញុំមានការរីករាយនៅក្នុងចិត្តហើយមាន Chẳng tranhពី phone ខ្ញុំក៏ phone ដែរ ខ្ញុំចូលជួយរីសិន អូចឹងបាន ខ្ញុំ ទៅ យក មកនេះ ភ្ជាប់តាមមើលមីចាំ Bluetooth បែប Bluetooth បាននេះបាត់នេះត្រូវ ហ្នឹងហើយចាហ្នឹងអត់មែនធ្វើជា ថ្ងៃសៅរ៍នេះ អាហ្នឹង play យើង អាហ្នឹងមានចម្រៀងអីហ្នឹង មីសុំមើល Bluetooth ពី មីបើអ៊ីនធឺណិតបានណា Steve Cody អូចង់ចូល ចាំខ្ញុំទៅយក speaker មក អូខេចឹងចូលអានេះខ្ញុំคลิกកណ្ដាច់ពួកអីវាជួការវាដាច់ ហើយ ខ្ញុំទៅយក speaker សិនតើ speaker បើអាចភ្ជាប់បាន យើង Royal Service សម្រាប់ Steve នៅព្រះវិហារយើងនៅម៉ោង 10 កន្លះព្រឹកហើយមានការបរិភោគជាមួយគ្នាហើយខ្ញុំនឹងទៅបញ្ចុះធៀបរបស់ Steve នៅថ្ងៃក្រោយមិនមែនថ្ងៃសៅរ៍នេះទេប៉ុន្តែថ្ងៃផ្សេងទៀតខ្ញុំអរគុណខ្ញុំសូមអញ្ជើញដល់អ្នកបងប្អូនមានចូលរួមជាការលើកទឹកចិត្តដល់ឆវីហើយនិងគ្រួសាររបស់គាត់ពីព្រោះពេលនោះនឹងមានមិត្តភ័ក្តិគាត់ជាច្រើនចូលរួមហើយមិត្តភ័ក្តិគាត់ជាច្រើនគាត់មិនមែនជាអ្នកជឿព្រះយេស៊ូវក៏ប៉ុន្តែយើងទាំងអស់គ្នាជាស្មោបន្តពីជីវិតរបស់ផងយើងជាអ្នកជឿព្រះអង្គ អូខេ ហើយយើងពីព្រោះ Steve ខ្ញុំនឹងបន្ថែម ជាមនុស្សដែលជាទីស្រឡាញ់របស់មិត្តភ័ក្តិរបស់ផងគាត់ហើយមិត្តភ័ក្តិផងគាត់នឹងចូលរួមច្រើននៅក្នុងថ្ងៃសៅរ៍ខាងនេះសៅរ៍យើងនេះខ្ញុំសូមអញ្ជើញដល់អ្នកបងប្អូន Bluetooth នៅក្នុងពិធីបុណ្យសពមួយខ្ញុំភ្លេចមិនដឹង រមែនមើលពាក្យ JBL ណាមែន ចាំ ចូលឬក៏ពិធីបុណ្យស អូ ព ដូចគ្នារបស់ខ្ញុំនិយាយពីដែរតា Steve គាត់ដើរមកកាន់ខ្ញុំគាត់និយាយ នេះរបស់ខ្ញុំនេះ JBL បង្ហាញឈ្មោះអី 310 សើសិនពីសិនជុំ គាត់ថាញ៉ៃដឹងទេ នេះ310 នេះ The church where I kneel at the altar ចូលណា and Something where connected. I អូពី Hello គាត់ថានៅទីនោះខ្ញុំបានលើកជង្គង់នៅទីអាសនៈរបស់ផងព្រះ ចូលឡាយ៉ាង បានធ្វើពិធីបុណ្យជាមួយទឹកហើយខ្ញុំបានសួរ មីចង់ច្រៀងពី microphone ធៀប ឬ ស្ម័គ្រចិត្តប្រាប់ខ្ញុំ ឈើ ដូច្នេះហើយខ្ញុំ អ្នកសាច់មីចង់ច្រៀងមួយណាជាមួយអានេះ ជាងអានេះក៏បានចាំស្រួលដាក់ណានេះ សេចក្តីជំនឿគឺរវាងបុគ្គលម្នាក់ៗទៅនឹងព្រះយើងភាសាខ្មែរយើងប្រើយើងភាសាអង់គ្លេសគេអត់ប្រើយើងទេអ្នកទំនងផ្ទាល់ខ្លួនគេប្រើពាក្យ I ដូច្នេះហើយបានជាភាសាអង់គ្លេសគេប្រើថាព្រះគឺជាព្រះផ្ទាល់ខ្លួនរបស់ផងយើង He's our personal God ដូច្នេះ personal relationship ដូច្នេះទំនាក់ទំនងរវាង Steve ហើយព្រះមានការផ្ទាល់ ចឹងដល់ពេលមីងច្រៀងកាន់តែរុញអានេះទៅលើ ទោះ ណា បីយើង ឥឡូវខ្ញុំបាត់ស្ដាប់កំណត់ យល់ពីជំរឿននៃសេចក្តីជំនឿរបស់ផងគាត់ប៉ុន្តែអង្គអ្នក ខ្ញុំចង់រួចច្រៀងរបស់មីងដើម្បីធ្វើ slide show ចង់ចូលខ្ញុំចេញ ដើម្បីខ្ញុំភ្ជាប់ទៅនោះឲ្យមានអ្នកបងប្អូនមើលបានហើយមីងច្រៀងធម្មតាតែ គីដែលបានលើកទឹកចិត្តយើងទាំងអស់គ្នាដែលថាយើងម្នាក់ម្នាក់មានលក្ខណៈផ្ទាល់ខ្លួនរវាងយើងហើយនឹងព្រះហើយបានជាមេរៀនរបស់ផងនេះខ្ញុំចង់អញ្ជើញអស់អ្នកបងប្អូនមានវាមើលទៅការមួយដែលថាយើងទាំងអស់គ្នាកំពុងតែអនុវត្តកិច្ចការងាររបស់ផងព្រះអង្គយើងចូលរួមធ្វើការងាររបស់ព្រះដោយសេចក្តីសុចរិតពីព្រោះជួនកាលយើងទាំងអស់គ្នាមើលរំលងអំពីអ្វីដែលយើងធ្វើថ្ងៃនេះម្ដងទៀតយើងដោះជំហានយើងមួយទៀតនៅក្នុងសេចក្តីជំនឿដែលកំពុងតែអនុវត្តសេចក្តីជំនឿដែលយើងកំពុងតែប្រព្រឹត្តដែលថាគ្រប់ទាំងទង្វើដែលយើងធ្វើគឺយើងធ្វើនៅក្នុងសេចក្តីបង្រៀនរបស់ផងព្រះដល់យើងទាំងអស់គ្នាអរគុណបងប្អូនមានដឹងទេគ្រាន់តែការបរិភោគទំនៀមទម្លាប់និងសេចក្តីជំនឿខ្លះកូនអង្គុយបត់ជើងនៅក្រោមឪពុកម្ដាយឬក៏អ្នកធំអង្គុយមានកន្លែងគួរសមសម្រាប់បរិភោគប៉ុន្តែពួកយើងអ្នកជឿព្រះយេស៊ូវយើងអង្គុយតុជាមួយគ្នា
ខគម្ពីរលោកគ្រូសុផលអានព្រឹកមិញយើងអង្គុយនៅក្នុងបល្ល័ង្កជាមួយនឹងព្រះដូច្នេះហើយបានជាទំនៀមទម្លាប់យើងជាអ្នកជឿព្រះយេស៊ូវដែលយើងចាប់ផ្ដើមឡើយយើងអង្គុយតុជាមួយគ្នាបរិភោគជាមួយគ្នាយើងស្មើគ្នាអរគុណបងប្អូនមានត្រូវសម្លឹងមើលការទូទបំផុតដែលយើងធ្វើរៀងរាល់ថ្ងៃនៅក្នុងជីវិតរបស់ផងយើងនៅក្នុងស្រុកនេះហើយយើងនឹងរៀនជាមួយគ្នាទៅមុខទៀតតើអ្វីដែលព្រះបានបង្រៀនឲ្យយើងទាំងអស់គ្នាធ្វើដែលជួនកាលយើងអត់យល់ក៏ប៉ុន្តែយើងស្មើគ្នានៅក្នុងព្រះយើងអរគុណព្រះអង្គរួមទាំងការបរិភោគដូច្នេះហើយបានជាអ្វីដែលយើងធ្វើយើងរៀបតុយើងរៀបកន្លែងកម្រាលតុហើយយើងមានដាក់ផ្កាបានន័យថាជាទីមួយដែលលើកទឹកចិត្តយើងទាំងអស់គ្នាកំសាន្តចិត្តយើងទាំងអស់គ្នានៅលើផែនដីនេះបានន័យថាថ្ងៃមួយនៅពេលដែលយើងទៅជួបព្រះអង្គមុខទល់មុខនៅនគរឋានសួគ៌គឺប្រសើរជាងអ្វីដែលយើងទទួលនៅផែនដីប៉ុន្តែនៅលើផែនដីនេះយើងធ្វើអស់ពីសមត្ថភាពរបស់ផងយើងដើម្បីឲ្យមានការធូរស្រាលនៅក្នុងជីវិតខ្ញុំសូមអញ្ជើញអរអ្នកបងប្អូនមានងើបឈរជាមួយខ្ញុំ Would you please stand with me and let us pray for our tithe and offering this morning. Thank you so much for giving to this church. យើងអរគុណដល់អ្នកបងប្អូនមីដែលបានផ្ដល់ជាដង្វាយតាមរយៈព្រះវិហាររបស់ផងយើងក្នុងការផ្គត់ផ្គង់ខ្ញុំសូមជម្រាបថាយើងបានចែករំលែកអ្វីដែលយើងបានទទួលពីអស់អ្នកបងប្អូនមីទោះបីនៅក្នុងlocal church របស់ផងយើងផ្គត់ផ្គង់គ្រប់ទាំងសេចក្តីត្រូវការរបស់ផងយើងហើយក៏ដូចជាចែករំលែកទៅក្រៅប្រទេសនៅជុំវិញពិភពលោកផងដែរពីព្រោះអ្វីដែលយើងធ្វើទៅមន្ទីរចាត់ការអន្តរជាតិរបស់ផងយើងមន្ទីរចាត់ការអន្តរជាតិរបស់ផងយើងបានចែកចាយដូចជាប្រាក់ខែដល់បេសកជនរបស់យើងនៅជុំវិញពិភពលោកដូច្នេះយើងចូលរួមចំណែកនៅក្នុងកន្លែងនេះហើយរួចចំណែកចូលទៅសាលារៀនរបស់ផងយើង Christina បានជម្រាបប្រាប់អំពី Max គឺជាកន្លែងដែលកូនសិស្សទៅរៀននៅមហាវិទ្យាល័យហើយខ្ញុំហើយកូនយើងទាំង3បានទៅរៀននៅមហាវិទ្យាល័យកន្លែងនោះហើយដូច្នេះយើងធ្វើអ្វីទៅតាមការដែលយើងធ្វើបានដើម្បីនឹងលើកតម្កើងកិត្តិយសឲ្យគ្នាទៅវិញទៅមកដូចជាតម្កើងដល់ព្រះនាមរបស់ផងព្រះផងដែរ Let us pray សូមយើងសម្ដែងចិត្តតាមរបស់ព្រះព្រះម្ចាស់ដ៏ជាព្រះយើងអរគុណព្រះអង្គម្ដងទៀតនៅថ្ងៃនេះអូព្រះម្ចាស់ហើយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអង្គម្ចាស់មកពីណាសារ៉េតទូបង្គំយើងខ្ញុំទាំងអស់គ្នាមានសេចក្តីអំណរអរគុណព្រះគ្រប់ទាំងបទចម្រៀងគ្រប់ទាំងគោលគម្ពីរដែលយើងខ្ញុំអានគ្រប់ទាំងព្រះបន្ទូលរបស់ផងព្រះព្រមទាំងស្មោបន្ទាល់ដែលយើងខ្ញុំឮតាំងពីដើមទៅពេលនេះផងដែរបន្តធ្វើការអស្ចារ្យនៅក្នុងជីវិតទូបង្គំយើងខ្ញុំទាំងអស់គ្នាសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានមើលឃើញអំពីសេចក្តីបង្រៀនរបស់ផងព្រះអង្គច្បាស់នៅក្នុងភ្នែកនៅក្នុងបេះដូងទូបង្គំដើម្បីឲ្យទូបង្គំបានคล้ายទៅជាឧបករណ៍រស់ដែលព្រះអាចប្រើប្រាស់ដើម្បីឲ្យកិច្ចការងាររបស់ផងព្រះបានចម្រើនឡើងនៅផែនដីនេះដូចជានៅស្ថានសួគ៌ផងដែរសំខាន់បំផុតសូមឲ្យសេចក្តីបង្រៀនរបស់ផងព្រះអង្គនៅពេលដែលទូបង្គំអនុវត្តទៅសូមឲ្យមានភាពធូរស្រាលនៅក្នុងពិភពលោកនេះដើម្បីឲ្យមនុស្សដែលមានការពិបាកបានទទួលជំនួយអស់អ្នកដែលកំពុងតែស្រេកឃ្លាននៅសេចក្តីពិតបានរកឃើញពីសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ផងព្រះអស់អ្នកដែលត្រូវការព្រះអង្គបំផុតសូមព្រះអង្គម្ចាស់ពលគាត់នៅក្នុងព្រឹកនេះទោះបីអស់អ្នកដែលកំពុងតែថ្វាយបង្គំព្រះអង្គនៅទីនេះក៏ដោយសូមព្រះអង្គម្ចាស់ពលទូបង្គំយើងខ្ញុំទាំងអស់គ្នាគ្រប់រូបហើយអស់អ្នកដែលកំពុងតែទស្សនាជាមួយយើងខ្ញុំតាមរយៈអនឡាញផងដែរសូមព្រះអង្គម្ចាស់ពលគាត់សូមព្រះអង្គម្ចាស់ប្រទានពរនិងសេចក្តីសុខសាន្តដល់គាត់អនុញ្ញាតឲ្យយើងខ្ញុំទាំងអស់គ្នាបានទទួលជំនួយពីព្រះអង្គប្រញាប់ឲ្យយើងខ្ញុំទាំងអស់គ្នាបន្តធ្វើការងាររបស់ផងព្រះនៅទីនេះផងដែរព្រះម្ចាស់ឲ្យទូបង្គំយើងខ្ញុំអរគុណព្រះអង្គនៅក្នុងថ្ងៃនេះអរគុណដល់អស់អ្នកបងប្អូនមីដែលបានទៅជួបគ្នាកាលពីម្សិលមិញនៅពេលដែលយើងអធិដ្ឋានជាមួយគ្នារៀនព្រះបន្ទូលជាមួយគ្នាហើយប្រកបគ្នាហើយសូមព្រះអង្គបន្តធ្វើការនេះដើម្បីឲ្យយើងទាំងអស់គ្នាបានផ្សាយដំណឹងល្អពីព្រះគ្រប់ជ្រុងជ្រោយដែលយើងអាចធ្វើបានដើម្បីប៉ះពាល់ដល់មនុស្សហើយថ្ងៃនេះទូបង្គំអធិដ្ឋានសម្រាប់ឆាវីនិងគ្រួសារប៉ាត់ទាំងអស់គ្នាដែលពួកគេកំពុងតែរៀបចំធ្វើពិធីរំលឹកអំពី
ស្ទីលផងដែរសូមព្រះអង្គស្ថិតនៅជាមួយផ្ដល់កម្លាំងដល់គ្រប់គ្នាទូបង្គំនឹកចាំអំពីម៉ាលីដែលគាត់បាននិយាយនៅពេលនៅក្នុងមន្ទីរពេទ្យនៅពេលដែលគាត់មុននឹងស្ទីលចែកឋាននៅក្នុងយប់ថ្ងៃអាទិត្យនោះគាត់បាននិយាយថាបរិសម្នាក់នេះបានទទួលគាត់ទៅជាកូនមិនត្រឹមតែជាកូនចិញ្ចឹមប៉ុណ្ណោះទេទៅជាកូននៅពេលដែលគាត់ខ្វះខាតនៅសេចក្តីស្រឡាញ់អំពីឪពុកម្ដាយឬក៏គ្រួសារស្ទីលហើយឆោវីបានជួបប្រឡូកហើយបានយកក្មួយមកចិញ្ចឹមបីបាច់ថែរក្សាដូចជាឪពុកម្ដាយផងដែរហើយកន្លែងនេះដែលយើងអរគុណព្រះអង្គសម្រាប់ជូឌីដែលគាត់បានបម្រើកិច្ចការងាររបស់ផងព្រះអង្គនៅពួកជំនុំនេះអស់រយៈពេល40ឆ្នាំព្រះអង្គម្ចាស់យើងអរគុណព្រះអង្គសម្រាប់ជីវិតគាត់ស្ថិតនៅជាមួយគាត់ហើយនឹងគ្រួសារគាត់ទាំងអស់គ្នាសូមឲ្យវត្តមានរបស់ផងព្រះលើកទឹកចិត្តដល់កូនគាត់ចៅគាត់ហើយកាលពីម្សិលមិញនៅពេលដែលជូឌីបានចែកឋានទៅគឺជាថ្ងៃដែលគ្រួសារត្រូវធ្វើ birthday សម្រាប់ចៅមួយផងដែរព្រះអង្គម្ចាស់ហើយយើងខ្ញុំដឹងថាការបាត់បង់មនុស្សដោយជាទីស្រឡាញ់ក្នុងរយៈពេល1ខែនេះបាត់បង់មនុស្ស2នាក់គឺជាការមួយសោកសៅសម្រាប់គ្រួសារនៅរស់ប៉ុន្តែអ្នកដែលបានចែកឋានទៅទោះបីយើងទាំងអស់គ្នាដឹងថាគាត់ទៅនៅឋានបរមសុខជាមួយនឹងព្រះយើងអធិដ្ឋានសម្រាប់គ្រួសារគាត់ទាំងអស់គ្នាសូមព្រះវិញ្ញាណបរិសុទ្ធជួយគាត់អនុញ្ញាតឲ្យគាត់បានដឹងថាសេចក្តីស្រឡាញ់របស់ផងព្រះធំធេងលើសលប់ហួសអំពីទុកលំបាកដែលគាត់មាននៅលើផែនដីនេះសូមព្រះវិញ្ញាណបរិសុទ្ធស្ថិតនៅជាមួយគាត់និងគ្រួសារគាត់ទាំងអស់គ្នាស្ថិតនៅជាមួយយើងទាំងអស់គ្នាស្ថិតនៅជាមួយនឹងលុយដង្វាយដែលទូបង្គំយើងខ្ញុំថ្វាយព្រះអង្គសូមព្រះអង្គម្ចាស់ដែលជាព្រះទទួលយកហើយញាតិដង្វាយនេះឲ្យបានបរិសុទ្ធចំពោះព្រះបង្រៀនហើយបង្កើនលុយដង្វាយនេះឲ្យកាន់តែចម្រើនឡើងយើងអរគុណព្រះអង្គសម្រាប់ការងារទាំងអស់ដែលយើងខ្ញុំទាំងអស់គ្នាមានបានចូលរួមក្នុងកិច្ចការងាររបស់ផងព្រះអង្គអរគុណព្រះអង្គដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអម្ចាស់យើងអធិដ្ឋានសូមអាមែនសូមជួយព្រះចុះហើយអរគុណហើយបងមានជំរាបមួយបាត់នៅព្រឹកនេះសូមជួយបងខ្ញុំម្ដងម្កាលមិនមែនម្ដងម្កាលជាច្រើនដងខ្ញុំបានតែងតែចូលទៅស្ដាប់សេចក្តីអធិប្បាយរបស់បងខ្ញុំហើយសេចក្តីអធិប្បាយរបស់ផងខ្ញុំជួនកាលខ្ញុំនិយាយមកពេកតែខ្ញុំមិនអាចស្ដាប់ខ្លួនឯងបានខ្ញុំព្យាយាមនឹងធ្វើឲ្យការអធិប្បាយរបស់ផងខ្ញុំ slow down a little bit ប៉ុន្តែខ្ញុំចង់ជម្រាបថានៅពេលដែលខ្ញុំ so excited ខ្ញុំកាន់តែនិយាយលឿនឡើងហើយដូច្នេះខ្ញុំអរគុណព្រះអង្គបងសូមអញ្ជើញ ស្ដាប់គ្នាទៅពេលលើពេករត់ទៅដោះវិញទៅយើងគេតែមើលពេកគាត់ឥឡូវទៅដែរមិនសួរបងប្អូនទាំងអស់គ្នាក្នុងចំនួនដាក់ប៉ុណ្ណឹងបានអីដាក់តែខ្ញុំមានជំរាបទៅគាត់ថ្ងៃនេះគឺគាត់ដល់ថ្ងៃមួយយើងបានជួបប្រភពគ្នា ឃើញអត់លឺទេ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
គុណបងសូមព្រះប្រទានពរខ្ញុំសូមអញ្ជើញអស់លោកអ្នកបងប្អូនមីមីបើកព្រះគម្ពីរជាមួយខ្ញុំទៅគម្ពីរយ៉ាកុបនៅទំព័រ1572 Turn with me to James chapter 3 verse 13 to 18 គម្ពីរយ៉ាកុប James chapter 3 verse 13 to 18 យ៉ាកុបជំពូក3ពីខ3ទៅដល់ខ18ក្នុងពួកអ្នករាល់គ្នាបើមានអ្នកណាមានប្រាជ្ញានិងយោបល់ត្រូវឲ្យអ្នកនោះសម្ដែងចេញកិរិយាល្អដោយសារការដែលខ្លួនប្រព្រឹត្តហើយសេចក្តីសុភាពនៃប្រាជ្ញាចុះបើមានសេចក្តីច្រណែនដ៏ជូរល្វីងនិងសេចក្តីគំនុំក្នុងចិត្តនោះកុំឲ្យអួតខ្លួនឬក៏ហក់ទទឹងនឹងសេចក្តីពិតឡើយប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេគឺជារបស់ផងលោកីនេះហើយក៏ខាងសាច់ឈាមនិងខាងអរិយវិញទេតាត្បិតកន្លែងណាដែលមានសេចក្តីច្រណែននិងសេចក្តីគំនុំនោះក៏មានវឹកវរនិងមានសេចក្តីអាក្រក់គ្រប់យ៉ាងតែប្រាជ្ញាដែលមកពីស្ថានលើនោះមុនដំបូងហៅថាបរិសុទ្ធរួចមកមានមេត្រីចិត្តសេចក្តីសំឡូកចិត្តទន់ហើយពេញដោយសេចក្តីមេត្តាករុណានិងផលល្អឥតរើសមុខហើយឥតពុតមាយាផងរីឯផលនៃសេចក្តីសុចរិតនោះបានព្រោះចុះដោយសេចក្តីមេត្រីសម្រាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯងមុននេះបន្តិចខ្ញុំបានជម្រាបប្រាប់អស់លោកអ្នកបងប្អូនមានថាយើងកំពុងតែអនុវត្តអំពីអ្វីដែលជាសេចក្តីបង្រៀនរបស់ផងព្រះយើងចូលទៅក្នុងការអនុវត្តមួយដែលជួនកាលយើងមើលរំលងប៉ុន្តែយើងទាំងអស់គ្នាកំពុងតែធ្វើហើយព្រះកំពុងតែប្រទានពរផងដែរអ្វីដែលជាទីបន្ទាល់របស់គីភ្ជាប់ទៅនឹងអ្វីដែលយើងទាំងអស់គ្នាកំពុងតែធ្វើសពថ្ងៃហើយជួនកាលយើងគិតដូច្នេះយើងគិតថាប្រហែលជាមុខនីតិរបស់ផងខ្ញុំជាអ្នកជឿព្រះយេស៊ូវមិនសំខាន់ទេប៉ុន្តែសំខាន់តាមរបៀបរូបភាពនិងបែបផែនផ្សេងគ្នាខ្ញុំចង់ឲ្យអ្នកបងប្អូនមានដឹងថាសង្គមមួយនេះបានបង្រៀនសង្គមគេបង្រៀនកូនចៅគេឲ្យធ្វើការងារល្អគ្រប់ចម្ពោះគ្រប់បែបផែនបងប្អូនមានដឹងទេនៅពេលដែលយើងធ្វើដំណើរតាមផ្លូវនៅពេលដែលយើងឃើញផ្លាកខ្លះគេដាក់ថា adopt highway ឬក៏ adopt street អីជាដើមគឺមានមនុស្សមួយក្រុមដែលគេនាំគ្នាដើររើសសម្រាមតាមផ្លូវអត់យកលុយទេប៉ុន្តែគេដើររើសសម្រាមគឺបានន័យថាបង្រៀនមនុស្សឲ្យចេះធ្វើការល្អហើយខ្ញុំនឹកចាំអំពីអង្គការឆាប៉ាដែលសេលីណាហើយនឹងយុនគាត់ទៅតែត្រឡប់មកវិញគឺជាអង្គការបរិសម្នាក់ដែលគាត់ជាគ្រូពេទ្យពីដើមគាត់ជា pharmacist ចាប់ដើមមុនដំបូងឡើយគាត់ជាអ្នក
ជឿព្រះដ៏ល្អនៅក្នុងក្រុងឡងប៊ីគាត់ចាប់ផ្ដើមអង្គការនេះ struggle មែនទែនជួបប្រទះនឹងការលំបាកមែនទែនក៏ប៉ុន្តែគាត់បានចាប់ផ្ដើមអង្គការនេះដើម្បីយកពួកអ្នកឯកទេសខាងគ្រូពេទ្យពីដើមយើងធ្វើនៅក្នុងស្រុកអាមេរិកប៉ុន្តែថ្ងៃក្រោយគាត់យកកិច្ចការនេះទៅធ្វើនៅក្នុងស្រុកខ្មែរយើងហើយក្នុងមួយឆ្នាំម្ដងពួកគាត់តែងតែទៅហើយដើម្បីនឹងជួយអ្នកដែលគ្នាខ្វះខាតដើម្បីឲ្យបានទទួលជំនួយយ៉ាងតិចក្នុងមួយឆ្នាំម្ដងអ្វីដែលយើងធ្វើគឺដូច្នេះដែលថាអ្នកដែលយើងទៅជួយឲ្យបានទទួលជំនួយក៏ប៉ុន្តែអ្នកដែលចូលរួមធ្វើក៏បានទទួលជំនួយផងដែរជំនួយយ៉ាងម៉េចបានន័យថាយើងធ្វើកិច្ចការងារល្អសម្រាប់សង្គមដែលយើងរស់នៅហើយបងប្អូនមានដឹងទេថា public housing ចាប់ផ្ដើមដើមដំបូងឡើយគឺពួកជំនុំដែលនៅក្នុងទីក្រុងឃើញការខ្វះខាតរបស់មនុស្សគេចាប់ផ្ដើមរៀបចំផ្ទះសម្បែងហើយអញ្ជើញពួកអ្នកដែលខ្វះខាតចូលមកហើយកិច្ចការនេះកាន់តែរីកចម្រើនធំឡើងដែលហួសពីសមត្ថភាពរបស់ពួកជំនុំនីមួយៗគេបានរួមគ្នាជាក្រុមដូច្នេះហើយបានជាយើងឃើញអង្គការ Lutheran នាំគ្នាបង្កើតជា Lutheran Social Services យើងឃើញពួក Catholic នាំគ្នាបង្កើតជា Catholic Charity ហើយពួក Nazarene នាំគ្នាបង្កើត Compassionate Ministry ដែលយើងធ្វើការនៅជុំវិញពិភពលោកដើម្បីជួយមនុស្សឲ្យមានភាពធូរស្រាលនៅលើផែនដីនេះនេះគឺជារឿងពិតដែលកើតមាននៅក្នុងសង្គមរបស់ផងយើងហើយពួកជនជាតិអ៊ីស្រាអែលគេបានបង្កើតអង្គការមួយឈ្មោះ HIAS បន្ទាប់ពីសង្គ្រាមលោកលើកទី2ជួយយកអ្នកផ្ទះខ្លួនមកខ្ញុំត្រូវបាន HIAS យកមកគេជាអ្នក sponsor គ្រួសាររបស់ផងយើងនេះគាត់តែជាការមួយប៉ុន្តែអ្វីដែលអស់អ្នកបងប្អូនមានមើលឃើញសេចក្តីជំនឿរបស់ផងយើងបានចាក់គ្រឹះនៅលើសេចក្តីជំនឿមួយគេហៅថា Jewish Christian Tradition គឺពួក Jew ហើយយើងចម្លងយកពី Jew ពីព្រោះយើងយកសេចក្តីបង្រៀនរបស់ព្រះយេស៊ូវអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែនបរិសម្នាក់គាត់ជា philosopher គាត់ជាទស្សនវិទូរបស់ពួកអាល្លឺម៉ង់គាត់ឈ្មោះ Friedrich Engels គាត់ជាអ្នកដែលធ្វើឲ្យមានមនុស្សជាច្រើនដែលទទួលស្គាល់សេចក្តីបង្រៀនរបស់ពួកកុម្មុយនីសនិងសង្គមនិយមតាមរបៀបដែលគាត់ជឿឪពុកម្ដាយរបស់គាត់ជាអ្នកជឿព្រះយេស៊ូវក៏ប៉ុន្តែមួយជឿព្រះយេស៊ូវមួយជឿពួកហ៊ីប្រូពួកអ៊ីស្រាអែលប៉ុន្តែគាត់កើតមកគាត់ជាមនុស្សដែលមានទស្សនៈមួយគាត់ថាគាត់ជឿទៅលើអ្វីដែលឪពុកម្ដាយគាត់ជឿក៏ប៉ុន្តែគាត់ជឿថាគ្មានព្រះគាត់ដកព្រះចេញអរអ្នកបងប្អូនមានខ្ញុំមិនដែលចាប់អារម្មណ៍ទេនៅពេលដែលយើងមកដល់សហរដ្ឋអាមេរិកហើយនៅពេលដែលយើងឮសេចក្តីបង្រៀនយើងចាប់ផ្ដើមចាប់អារម្មណ៍ថាតើការដែលគេជឿនេះមកពីប្រភពណាគឺចេញពីពិភពនេះនៅពេលដែលចឹងហើយបានជាសតវត្សចុងក្រោយសតវត្សតាំងពីជាង 2000 ឆ្នាំកន្លងទៅគេហៅថាជាសតវត្ស Christian ប៉ុន្តែគេគួរតែឲ្យថាពីព្រោះអ្វីទាំងអស់បានប្រែប្រួលផ្លាស់ប្ដូរដោយសារសេចក្តីបង្រៀនរបស់ព្រះយេស៊ូវឲ្យមនុស្សកុំឲ្យគិតតែពីខ្លួនឯងពេកឲ្យគិតពីអ្នកដទៃផងហើយដើមចោលនៃការដែលយើងធ្វើគឺមានព្រះជាអ្នកបង្កើតទោះបីពួកសង្គមនិយមហើយសង្គមនេះគេគិតថាគ្មានព្រះគេដកព្រះចោលអរលោកអ្នកបងប្អូនមានដឹងទេអ្វីដែលអាណោចអាធំបំផុតនៅក្នុងស្រុកយើងដែលមនុស្សជាង2លានអ្នកស្លាប់ម្នាក់1លានឬក៏ជិត2លានអ្នកស្លាប់ពីព្រោះមនុស្សខំព្យាយាមធ្វើការល្អដែលចេញពីសមត្ថភាពខ្លួនគេអ្នកខ្លះគេយកឪពុកម្ដាយគេទៅសម្លាប់គេគិតថាគេមិនសម្លាប់ឪពុកម្ដាយឬបងប្អូនគេទេគេសម្លាប់ខ្មាំងសត្រូវរបស់ផងគេពីព្រោះនៅពេលដែលគេគិតថាគ្មានព្រះនៅលើโลกនេះហើយពេលមួយដែលខ្ញុំរៀបតែនឹងរៀបការនៅក្នុងចំណន់ខ្មែរក្រហមជាមួយនឹងប្រពន្ធខ្ញុំគេប្រើពាក្យថាបដិញ្ញានៅពេលដែលគេទៅបដិញ្ញានោះគេ
កាន់ដៃគ្នាប្រុសនិងស្រីកាន់ដៃគ្នាប៉ុន្តែគេនិយាយដូច្នេះខ្ញុំបដិញ្ញាថានឹងស្មោះជាមួយអ្នកមួយជីវិតខ្ញុំគឺគេយកចេញពីកន្លែងណាបងប្អូនដឹងទេគេយកចេញពីកន្លែងនេះក៏ប៉ុន្តែគេអត់ជឿថាមានព្រះកន្លែងនឹងឯងដែរស្លាប់មនុស្សអស់ច្រើនលើកលោកអរលោកអ្នកបងប្អូនមានដឹងទេកាលពីសប្តាហ៍ប្រហែលទៅខ្ញុំបានជម្រាបជូនរឿងមួយម្នាក់ដែលគាត់ជាចៅហ្វាយស្រុកនៅខាងបាត់ដំបងគាត់ជាកូនកាត់ចិនដ៏សង្ហាខ្ពស់បរោះពេលគាត់ស្រឡាញ់ស្ត្រីណាគាត់យកស្រីទៅដេកជាមួយហើយគាត់បញ្ជាឲ្យប្តីគេទៅធ្វើការនៅសមរភូមិមុខទោះបីជំនាន់ខ្មែរក្រហមគេសមរភូមិមុខគឺកន្លែងដែលធ្វើការហ្វឹកហ្វឺនក្តៅធ្វើការក្តៅមែនទែនដល់ទៅពេលគាត់ស្រឡាញ់ជួនកាលស្ត្រីនោះមានទម្ងន់យកស្ត្រីនោះទៅស្លាប់ចោលវាអត់យុត្តិធម៌ហ្នឹងណាដូច្នេះហើយបានជាយើងចិត្តពីលានអ្នកដែលស្លាប់ពួកគេគិតថាគេខំព្យាយាមធ្វើការល្អប៉ុន្តែនៅពេលដែលគេធ្វើការល្អដោយគ្មានជំនួយពីព្រះគឺពិតពិបាកមែនទែនដូច្នេះហើយបានជាសេចក្តីបង្រៀននៅក្នុងព្រះគម្ពីរនេះក៏ប៉ះពាល់ទោះបីលទ្ធិកុម្មុយនីសឬក៏ស្អីក៏ដោយយកសេចក្តីបង្រៀនដែលព្រះប្រាប់ថាស្រឡាញ់ព្រះស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងគឺគេទទួលស្គាល់ប៉ុន្តែគេជឿថាគ្មានព្រះដូច្នេះហើយបានជាលទ្ធិកុម្មុយនីសគេបង្រៀនឲ្យយើងជួយគ្នាទៅវិញទៅមកជាការល្អមែនទេធ្វើរស់នៅក្នុងសង្គមជាមួយគ្នាជួយគ្នាទៅវិញទៅមកអីជាដើមកន្លែងនេះឯងដែលជាគោលនៃមេរៀនរបស់ផងយើងដែលខ្ញុំចង់ឲ្យយើងទាំងអស់គ្នាមើលឃើញថាព្រះអង្គម្ចាស់ដោយជាព្រះនៃយើងដែលយើងទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះហើយយើងកំពុងតែធ្វើកិច្ចការងាររបស់ផងព្រះអង្គនៅលើផែនដីនេះដោយសុចរិតយើងកំពុងតែចូលរួមធ្វើកិច្ចការងារនេះខ្ញុំបានអានពីខ13មកខ18នៅក្នុងចាប់ពីដើមខ13ទៅខគម្ពីរនៅក្នុងកន្លែងនេះសាវកយ៉ាកុបគាត់បាននិយាយអំពីប្រាជ្ញាហើយនឹងយោបល់អរអ្នកបងប្អូនមានពួកយើងទាំងអស់គ្នាដែលជាកូនរបស់ផងព្រះយើងត្រូវរស់នៅក្នុងពិភពលោកនេះដោយយកប្រាជ្ញាជាសំខាន់សម្រាប់ជីវិតនិងការរស់នៅសាវកយ៉ាកុបគាត់និយាយដូច្នេះបើអ្នកណាមានប្រាជ្ញាហើយយោបល់អ្នកនោះត្រូវសម្ដែងចេញជាកិរិយាល្អចង់និយាយថាបើសិនជាយើង preach you have to practice what you preach បើសិនជាយើងនិយាយប្រាប់គេអំពីអ្វីដែលយើងនិយាយយើងត្រូវធ្វើការនេះវាជាគោលដៅល្អមែនទេអរគុណបងប្អូនមានកំពុងតែធ្វើការនេះខ្ញុំលើកទឹកចិត្តសូមបន្តធ្វើការនេះទៅមុខទៀតហើយត្រូវសម្ដែងចេញជាកិរិយាល្អបើយើងនិយាយថាវាដូចនេះយើងត្រូវធ្វើដូចនេះដែរមិនមែនបានន័យថាវាដូចនេះប៉ុន្តែយើងធ្វើដូចនោះអាចកំបាំងចេញពីអ្វីដែលយើងនិយាយប្រាប់គេបរិសម្នាក់នេះដែលខ្ញុំទៅតែនិយាយប្រាប់មុននេះបន្តិចគាត់ជាចៅហ្វាយស្រុកគាត់សម្លាប់មនុស្សអស់ជាច្រើនបើសិនជាប្តីគេដឹងរឿងយកប្តីទៅសម្លាប់ចោលទៀតបើអ្នកឯងបិទមាត់អ្នកឯងរួចខ្លួនហើយយើងនាំគ្នាទម្លាក់កំហុសទៅលើប៉ុលពតពីព្រោះមេប៉ុលពតជាមេរបស់ផងគេគាត់ត្រូវតែទទួលកំហុសណាប៉ុន្តែយើងទាំងអស់គ្នាចូលរួមចំណែកក្នុងការនោះដោយដឹងខ្លួនឬមិនដឹងខ្លួនប៉ុន្តែព្រះគម្ពីរបង្រៀនឲ្យយើងទាំងអស់គ្នាយកអ្វីដែលយើងមើលឃើញមកពិនិត្យវិจัยហើយធ្វើការដោយកិរិយាល្អសាវកយ៉ាកុបគាត់បាននិយាយថាត្រូវប្រើប្រាស់ប្រាជ្ញាយោបល់នោះត្រូវសម្ដែងកិរិយាល្អដោយសារខ្លួនប្រព្រឹត្តហើយដោយសេចក្តីសុភាពនៃប្រាជ្ញាចុះហើយគាត់ប្រាប់ថាកុំឲ្យមានការល្វីងជូរជាត់ចំពោះអ្វីដែលយើងធ្វើ
នឹងសេចក្តីគំនុំនៅក្នុងចិត្តឬអំនួតខ្លួនកុហកទៅទឹកនឹងសេចក្តីពិតឡើយហើយនេះគឺសំខាន់មែនទែនអង្គអ្នកបងប្អូនមានកុំកុហកនឹងសេចក្តីពិតតែបើសិនជាយើងធ្វើការនេះបានពិភពលោកយើងនៅតែបន្តទៅមុខទៀតដោយមានជំនួយពីព្រះហើយអ្នកខ្លះគេគិតថាគេចង់កែប្រែពិភពលោកនេះយោបល់ខ្ញុំកែខ្លួនយើងសិនហើយកែមនុស្សដែលយើងរស់នៅចិត្តខ្លួនយើងសិនយើងមិនតកែគាត់ទេកែខ្លួនយើងសិនបើសិនជាយើងមិនតន់កែខ្លួនយើងផងយើងទៅប្រាប់គេឲ្យកែគឺថាពិបាកណាស់ដូច្នេះបានជាបើសិនជាយើងទាំងអស់គ្នាបើសិនជាបុគ្គលម្នាក់យើង make peace សម្រាប់ខ្លួនយើងគឺសំខាន់មែនទែនដូច្នេះបានជាសាវកយ៉ាកុបគាត់ថាអ្វីដែលយើងធ្វើកុំឲ្យមានភាពច្រណែនកុំឲ្យមានភាពជឿនចត់កុំឲ្យមានគំនុំនៅក្នុងចិត្តកុំឲ្យអួតខ្លួនអូមានតែខ្ញុំទេដែលអាចធ្វើកើតអ្នកឯងមិនអាចធ្វើកើតទេបើចង់ធ្វើកើតមករៀនពីខ្ញុំទៅអានេះយើងអួតហើយមែនទេឬក៏ហត់ទៅតឹងនឹងសេចក្តីពិតឡើយប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេអរគុណបងប្អូនជាមុននេះបន្តិចយើងបាននិយាយអំពីមហាវិទ្យាល័យយើងនិយាយពីការសិក្សាអ្វីដែលខ្ញុំស្រឡាញ់អ្នកជឿព្រះយេស៊ូវយើងបង្កើតសាលានៅលើផែនដីនេះបង្រៀនមនុស្សហើយយើង inform មនុស្សអំពីព្រះបន្ទូលរបស់ផងព្រះយើងបង្រៀនមនុស្ស inform មនុស្សអំពីអ្វីដែលតេតងនឹងលោកីពិភពលោក1 + 1 ចេញ2ជាដើមបើសិនជាឯងថា4ណា1 + 1 ចេញ4អានឹងយើងទៅប្រឡូកជាមួយគ្នាអត់បានទេដូច្នេះយើងយល់ព្រមជាមួយគ្នាថា2 + 2 ចេញ4អីជាដើមយើងយល់ព្រមជាមួយគ្នាដូច្នេះហើយបានជាយើងបង្កើតមហាវិទ្យាល័យឲ្យបុគ្គលម្នាក់សម្រាប់ចិត្តដោយខ្លួនឯងតើ2 + 2 4មែនឬក៏អត់តើព្រះគម្ពីរនិយាយកន្លែងនេះវាពិតឬក៏អត់ដោយយកការរៀនសូត្ររបស់ផងយើងឲ្យទៅជាការពិសោធន៍នៅក្នុងជីវិតហើយនេះសំខាន់មែនទែនអរអ្នកបងប្អូនដូច្នេះហើយបានជាសាវកយ៉ាកុបគាត់បានលើកទឹកចិត្តយើងនិយាយថាអ្វីដែលមកពីនគរឋានសួគ៌គឺខុសអំពីអ្វីនៅលើផែនដីនេះណាហើយខ្ញុំចង់ឲ្យយើងទាំងអស់គ្នាមើលទៅក្នុងខ17គឺកន្លែងសំខាន់ខ17សាវកពលនេះខ្ញុំនិយាយចេញអំពីខ្ញុំអានចេញពីខគម្ពីររបស់ពីព្រះគម្ពីររបស់ផងយើងព្រះគម្ពីរនិយាយថាតែប្រាជ្ញាដែលមកពីស្ថានលើនោះមុនដំបូងហៅថាបរិសុទ្ធរួចមកមានសេចក្តីមេត្រីភាពនិងសេចក្តីសម្លូតចិត្តត្រង់ហើយពេញដោយសេចក្តីមេត្តាករុណានិងផលល្អឥតរើសមុខហើយឥតពុតវិយារីឯផលនៃសេចក្តីសុចរិតនោះបានព្រោះចុះដោយសេចក្តីមេត្រីសម្រាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯងនេះចេញពីព្រះគម្ពីរប៉ុន្តែខ្ញុំចង់សម្រាយខ្ញុំបានសម្រាយការនេះចេញអំពីព្រះបន្ទូលរបស់ផងព្រះនៅគម្ពីរ International Version ចង់និយាយដូចនេះតែប្រាជ្ញាដែលមកពីស្ថានសួគ៌គឺជាដំបូងបង្អស់គឺភាពសុទ្ធភាសាខ្មែរយើងគម្ពីរខ្មែរយើងប្រើពាក្យថាបរិសុទ្ធប៉ុន្តែភាសាអង់គ្លេសគេហៅថា pure សុទ្ធបានន័យថាដូចជាទឹកឃ្មុំដែលវាអត់រីស្ករគឺសុទ្ធដូច្នេះហើយបានជាគម្ពីរនៅក្នុងកន្លែងនេះប្រាប់ថាប្រាជ្ញាដែលមកពីឋានសួគ៌គឺដំបូងបង្អស់គឺមានភាពសុទ្ធបានន័យថាបើសិនជាយើងទាំងអស់គ្នាយល់ថាប្រាជ្ញាដែលមកពីព្រះឲ្យយើងគឺមានភាពសុទ្ធអត់មានអីដាក់ខ្លែងខ្លាយទេមែនទេបានន័យថា2 + 2 ចេញ4 3 × 3 ចេញ9អីជាដើមដូច្នេះមានភាពសុទ្ធ pure ភាសាខ្មែរយើងនៅក្នុងគម្ពីរខ្មែរយើងប្រើពាក្យថាបរិសុទ្ធប៉ុន្តែតាមពិតមិនមែនទេមិនមែនបរិសុទ្ធទេកាលណាថាបរិសុទ្ធនឹងគឺថាយើងឃ្លៀងឆ្ងាយបន្តិចហើយពីព្រោះសំណួរមួយសួរថាខ្ញុំជាមនុស្សតើខ្ញុំអាចទទួលការបរិសុទ្ធនឹងបានទេប៉ុន្តែសុទ្ធភាពសុទ្ធយើងអាចធ្វើបានមែនទេពីព្រោះបើសិនជាយើងទៅយកទឹកឃ្មុំយើងកុំលាយស្ករនឹងសុទ្ធដែរមែនទេបើសិនជាយើងរៀនពីព្រះយេស៊ូវថាស្រឡាញ់
បើយើងស្រឡាញ់នឹងសុខហើយណាយើងអត់មានអីខ្លាំងទេបើសិនជាខ្ញុំទៅជួបអ្នកណាម្នាក់គាត់ថា Pastor ឥឡូវនេះខ្ញុំមានបញ្ហាមួយឥឡូវខ្ញុំលើកឧទាហរណ៍ខ្លីងាយយល់យើងកុំឲ្យអ្វីដែលតាក់ទងនឹងចិត្តប៉ុន្តែបើតាក់ទងនឹងលេខទៅចុះវាងាយស្រួលជាងតាក់ទងនឹងចិត្ត Pastor ខ្ញុំត្រូវការ$100អូខេខ្ញុំមាន100អានឹងសក់ហ្នឹងមែនទេក៏ប៉ុន្តែបើសិនជាគាត់ថាខ្ញុំត្រូវការ100แล้วខ្ញុំឲ្យគាត់ថានេះយក90ទៅប៉ុន្តែអា90ទៀត$10ទៀតអ្នកឯងទៅរកខ្លួនឯងអីជាដើមមនុស្សវាបបាក់បន្តិចណាខ្ញុំចង់ពន្យល់ពីភាពថាសុទ្ធហើយនឹងបរិសុទ្ធវាខុសគ្នាដូច្នេះភាពសុទ្ធបានន័យថាគឺស្មោះត្រង់យើងអត់លាយយើងអត់ខ្លែងខ្លាយពាក្យសម្រាប់នៅក្នុងកន្លែងនេះខគម្ពីរដែលចេញពី New International Version ខ្ញុំចង់អានកន្លែងនេះ But wisdom that come from heaven is first of all pure not holy but pure then peace loving បន្តមកទៀតគឺការស្រឡាញ់សេចក្តីសុខសាន្តឬភាសាសាមញ្ញរបស់ខ្មែរបានន័យថាសន្តិភាពបន្តមកគឺសេចក្តីស្រឡាញ់សេចក្តីសំឡូតចុះចូល submit ចុះចូលក៏ពេញចិត្តដោយសេចក្តីមេត្តាករុណាផលល្អក្នុងជីវិតមិនលំអៀង impartial មិនលំអៀងស្មោះត្រង់ sincere បើសិនជាអស់លោកអ្នកបងប្អូនមានមើលកន្លែងនេះយើងបាសសក់មែនទេបាសសក់ថាវ៉ាវសេចក្តីបង្រៀននៅក្នុងព្រះបន្ទូលរបស់ផងព្រះស្រឡាញ់សន្តិភាពសំឡូតចោះចូលក៏ពេញដោយសេចក្តីមេត្តាករុណាផលល្អនៅក្នុងជីវិតមិនលំអៀងស្មោះត្រង់ស្ត្រីម្នាក់នៅពេលដែលយើងទៅកាត់ក្តីជា jury duty នៅ county នៅក្នុង court មួយយើងលើកដៃសច្ចាថាអ្វីដែលយើងធ្វើគឺយើងចេញពីចិត្តរបស់ផងយើងឲ្យស្ដាប់ហើយយើងមិនកាត់ទោសគេជាមុន impartial យើងយល់ព្រមថាយើងធ្វើក៏ប៉ុន្តែនៅពេលដែលឡើងកាត់ក្តីយើងទាំងអស់គ្នាយើងថាបរិសុទ្ធនោះគាត់អត់មានទោសទេប៉ុន្តែស្ត្រីម្នាក់គាត់ hold on to her belief គាត់ថា no ម្នាក់ប្រុសនេះគឺគាត់ guilty ហើយពួកយើងទាំងអស់គ្នាម្នាក់មួយនោះគាត់ជាថៅកែក្រុមហ៊ុនផងគាត់និយាយថាតើមានស្អីមួយដែលខ្ញុំអាចកែប្រែចិត្តអ្នកថាបរិសុទ្ធនេះអត់ guilty បានទេគាត់ថា no he's guilty គ្មានអ្វីណាមួយមកកែគំនិតគាត់ថាគាត់មិន guilty បានទេអរអ្នកបងប្អូននេះហើយព្រះគម្ពីរនេះបង្រៀនប្រាប់យើងថា impartial កុំឲ្យកាត់ទោសគេជាមុនឲ្យដឹងគ្រប់ជ្រុងជ្រោយសិនមើលឲ្យគ្រប់ជ្រុងជ្រោយសិនហើយបើកាត់ទោសគេហើយបើឃើញគេខុសហើយត្រូវតែមានសេចក្តីស្រឡាញ់សម្រាប់គេទៀតចំណុចបានជានៅពេលដែលយើងរៀនពីព្រះបន្ទូលរបស់ផងព្រះយើងកាន់តែស្រឡាញ់ព្រះកាន់តែខ្លាំងឡើងអរគុណព្រះអង្គខ18សាវកយ៉ាកុបគាត់និយាយដូច្នេះគាត់ថាអ្នកដែលស្រឡាញ់សន្តិភាពឥឡូវនេះខ្ញុំលើកទឹកចិត្តដល់អ្នកបងប្អូនមានដែរនេះជាចំណងជើងមេរៀនយើងដែលថាអ្នកដែលស្រឡាញ់សន្តិភាពគឺយើងទាំងអស់គ្នាមែនទេដែលសាបព្រោះនៅក្នុងព្រះគម្ពីរប្រើពាក្យ harvest ប៉ុន្តែបើនិយាយពីធ្វើការក៏បានដែរប៉ុន្តែព្រះគម្ពីរប្រើថាសាបព្រោះអ្នកដែលស្រឡាញ់សន្តិភាពដែលធ្វើការដោយព្រោះសន្តិភាពនោះបានចូលផលនៃសេចក្តីសុចរិតសេចក្តីពលានេះបានដាក់ជើងយើងទាំងអស់គ្នាអ្នកជឿឲ្យឈរនៅក្នុងជំហរមួយដែលថាគ្រប់ទាំងអ្វីដែលយើងធ្វើដោយសេចក្តីសុចរិតនៅក្នុងព្រះអរគុណព្រះអង្គ
ដូច្នេះហើយបានជាអរគុណគីដែលគាត់ពាក្យគាត់មួយដែលគាត់និយាយថាហើយតែគាត់ទៅរក therapist អរអ្នកបងប្អូនមានឥឡូវនេះគេយើងទាំងអស់គ្នាកំពុងតែមាន big group therapy ឥឡូវហ្នឹងហើយអ្នកណាជាអ្នកជា big counselor របស់ផងយើង God ឃើញទេព្រះអង្គម្ចាស់គឺជា counselor របស់ផងយើងទាំងអស់គ្នាដូច្នេះយើងកំពុងតែធ្វើ therapy ជាមួយគ្នាដោយមានព្រះបន្ទូលរបស់ផងព្រះបានចាក់ចុចនៅក្នុងចិត្តរបស់ផងយើងថាខ្ញុំធ្វើការដោយ4ម៉ោងនេះអញ្ចឹងខ្ញុំចេញពីនេះទៅឥឡូវនេះខ្ញុំឈប់ធ្វើខ្ញុំពេលណាខ្ញុំអស់កម្លាំងខ្ញុំ4ម៉ោងជាមួយប្តីខ្ញុំមកញ៉ៃអីមកផ្ទះកំពុងតែអស់កម្លាំងផងណាហើយកូនមកពីសាលារៀនអីជាដើមដូច្នេះកន្លែងនេះធ្វើឲ្យបេះដូងរបស់ផងយើង massage ព្រះបន្ទូលរបស់ផងព្រះវិញ្ញាណបរិសុទ្ធ massage our knowledge our understanding of God's word ហើយធ្វើឲ្យយើងទាំងអស់គ្នាស្គាល់អ្នកផ្សេងទៀតច្បាស់ជារៀងរាល់ថ្ងៃដូច្នេះហើយបានជាសាវកយ៉ាកុបគាត់និយាយចេះថាអ្នកណាដែលស្រឡាញ់សេចក្តីសុខអ្នកណាដែលស្រឡាញ់សុខsorry ដែលស្រឡាញ់សេចក្តីសុខដែលស្រឡាញ់សន្តិភាពអ្នកនោះកំពុងតែសាបព្រោះសន្តិភាពនៅក្នុងទីជោគកាត់នៃសេចក្តីសុចរិតរបស់ផងព្រះយើងអរគុណព្រះអង្គដូច្នេះអ្វីដែលអ្នកបងប្អូនធ្វើព្រះបន្ទូលរបស់ផងព្រះប្រាប់យើងថាព្រះមិនមែនជាព្រះដែលរមិលគុណអត់ដឹងគុណយើងទេព្រះក៏ដឹងគុណយើងដែរមែនទេលោកគ្រូថាម៉ាស់ព្រះដឹងគុណយើងដូច្នេះព្រះដឹងគុណអស់អ្នកបងប្អូនមានចូលបន្តដំណើរជីវិតរបស់ផងយើងក្នុងព្រះដើម្បីឲ្យការងាររបស់ផងព្រះបានចម្រើនឡើងនៅផែនដីនេះដូចនៅស្ថានសួគ៌ផងដែរខ្ញុំលើកទឹកចិត្តឲ្យអ្នកបងប្អូនមានចំណុច3យ៉ាងដែលគីគាត់និយាយប្រាប់យើងអំពីព្រះបន្ទូលរបស់ផងព្រះព្រឹកនេះគាត់សូមឲ្យយើងអធិដ្ឋានមែនអធិដ្ឋានបើកភ្នែកអធិដ្ឋានបិទភ្នែកពេលណាខឹងអធិដ្ឋានពេលណាអន់ចិត្តអធិដ្ឋានព្រះអង្គឲ្យខ្ញុំហេតុអីក៏ខ្ញុំអន់ចិត្តម្ល៉េះបន្តិចអន់ចិត្តបន្តិចអន់ចិត្តបន្តិចខឹងអធិដ្ឋានទៅកាន់ព្រះដោយប្រើសេចក្តីស្រឡាញ់សម្រាប់ជីវិតនេះគឺអ្វីដែលគីលើកទឹកចិត្តយើងអធិដ្ឋានស្រឡាញ់ហើយបម្រើជាទង្វើណាបម្រើជាទង្វើ serving ដូច្នេះយន្តហើយនឹងសេលីណាក៏ទៅតែមកពីស្រុកខ្មែរជាទង្វើមួយ service to other ហើយព្រះអធិការមើលឃើញទង្វើរបស់ផងយើងអញ្ចឹងបានជាពិភពលោកនេះនៅតែដើរនៅតែវិលទៅមុខហើយបើសិនជាអ្វីដែលយើងធ្វើសំសួនចូលប្រឡូកទៅចុះចូលប្រឡូកអ្វីដែលសំសួននឹងឧត្តមគតិរបស់ផងយើងដូច្នេះហើយបានជាយើងទាំងអស់គ្នាបើការយល់ដឹងរបស់ផងយើងចិត្តគំនិតរបស់ផងយើងដើម្បីឲ្យមានភាពធូរស្រាលជាពិសេសភាពធូរស្រាលដែលកើតមុនដំបូងឡើយគឺនៅក្នុងជីវិតខ្លួនយើងផ្ទាល់ហើយទី2គឺអ្នកដែលនៅចិត្តយើងហើយគំនិតនេះមិនមែនជាគំនិតអាត្មានិយមទេដែលថាចាប់ដើមធូរស្រាលនៅក្នុងយើងវិញចឹងមែនចឹងបានជាព្រះគម្ពីរប្រាប់ថាស្រឡាញ់ព្រះស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងខ្ញុំអរគុណព្រះអង្គខ្ញុំភ្លេចខ្លួនឯងណាយើងភ្លេចចាំតែភ្លេចខ្លួនឯងពីព្រោះមានសេចក្តីបង្រៀនខ្លះគិតថាកុំឲ្យគិតខ្លួនឯងគិតអ្នកដទៃបើសិនជាអ្នកដទៃគ្មានយើងក៏គ្មានស្អីទាំងអស់ដែរមែនទេយើងអរគុណព្រះអង្គសូមជើញលើកឈរជាមួយខ្ញុំចង់បើកទីអាសនៈនៅព្រឹកនេះសម្រាប់អរអ្នកបងប្អូនមានមិនចាំបាច់ដែលថាយើងមានការធ្ងន់បានយើងមកអធិដ្ឋាននៅទីអាសនៈនេះទេទោះបីលោកបងប្អូនមានចង់មកអធិដ្ឋានឲ្យពួកជំនុំនៅទីនេះក៏អរអ្នកបងប្អូនមានអាចមកទីនេះបានយើងអធិដ្ឋានសូមឲ្យព្រះបានបើកទ្វារនគរឋានសួគ៌ឲ្យមនុស្សជាច្រើនចូលមកថយបង្គំនៅព្រះវិហារយើងអរអ្នកបងប្អូនមានអាចធ្វើបានហើយបើសិនជាយើងខ្លះដែលថាខ្ញុំមិនដែលបានអធិដ្ឋានទទួលជឿព្រះយេស៊ូវហើយខ្ញុំចង់មកអធិដ្ឋានកន្លែងនេះបានបើកចំហសម្រាប់យើងហើយបើសិនជាយើងគិតថាព្រះអង្គម្ចាស់ហើយខ្ញុំឥឡូវខ្ញុំគិតស្តាប់ទៅមុខមិនរួចថយក្រោយមិនរួច
មិនមែនគិតស្ដាប់ក្នុងការមិនល្អទេក្នុងការល្អប៉ុន្តែយើងចង់បានជោគជ័យកាន់តែច្រើនទៀតនៅក្នុងជីវិតរបស់ផងយើងក្នុងការអ្វីដែលយើងធ្វើហើយព្រះជាចម្លើយសម្រាប់យើងទាំងអស់គ្នាដូច្នេះការអធិដ្ឋានទៅកាន់ព្រះគឺជាការមួយដ៏សំខាន់ខ្ញុំលើកទឹកចិត្តដល់អ្នកបងប្អូនឲ្យមីងឲ្យធ្វើការនេះទោះបីនៅទីនេះឬនៅផ្ទះរបស់ផងយើងអាចធ្វើបានសូមសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះម្ចាស់ដ៏ជាព្រះអធិការដែលបង្កើតផ្ទៃមេឃផែនដីរបស់សពសាពើអរគុណព្រះអង្គដែលព្រះអង្គបានយកនិស្ស័យជាមនុស្សហើយរស់កណ្ដាលចំណោមយើងទាំងអស់គ្នាក្នុងរូបភាពជាព្រះយេស៊ូវគ្រីស្ទហើយអនុញ្ញាតឲ្យទូបង្គំយើងខ្ញុំទាំងអស់គ្នាមើលឃើញអំពីបេះដូងដ៏ល្អដែលព្រះមានសម្រាប់យើងទាំងអស់គ្នាអនុញ្ញាតឲ្យទូបង្គំយើងខ្ញុំដើរនៅក្នុងជីវិតមួយដែលមានព្រះជាជំនួយសម្រាប់យើងជារៀងរាល់ថ្ងៃអូព្រះម្ចាស់ឲ្យយើងអរគុណព្រះអង្គបើសិនជាក្នុងចំណោមទូបង្គំយើងខ្ញុំណាម្នាក់ដែលត្រូវការជំនួយពីព្រះអង្គព្រះម្ចាស់ឲ្យសូមកុំមើលទូបង្គំយើងខ្ញុំទាំងអស់គ្នារំលងឡើយហើយកុំឲ្យយើងខ្ញុំទាំងអស់គ្នាគិតថាសេចក្តីត្រូវការរបស់យើងខ្ញុំវាទូចហួសព្រះមើលមិនឃើញឬក៏ធំហួសដែលព្រះមិនអាចឆ្លើយតបបាននោះឡើយសូមឲ្យទូបង្គំយើងខ្ញុំទាំងអស់គ្នាទុកចិត្តព្រះអង្គជានិច្ចរៀងរាល់ថ្ងៃទូបង្គំអនុញ្ញាតឲ្យទូបង្គំដើរនៅក្នុងជីវិតមួយដែលមានព្រះជាជំនួយឲ្យយើងខ្ញុំដើរនៅក្នុងជីវិតមួយដែលយើងខ្ញុំធ្វើការមិនចេះហត់នឿយពីព្រោះព្រះអង្គបានបង្គាប់ឲ្យយើងខ្ញុំធ្វើយើងខ្ញុំអរគុណព្រះអង្គពីព្រោះព្រះអង្គជាផ្លូវជាសេចក្តីពិតហើយជាជីវិតសម្រាប់បំភ្លឺយើងខ្ញុំទាំងអស់គ្នានៅពេលដែលយើងខ្ញុំចេញពីទីនេះទៅសូមព្រះអង្គគង់ជាមួយទូបង្គំយើងខ្ញុំទាំងអស់គ្នាសូមលឺគ្រប់ទាំងសេចក្តីអធិដ្ឋានដែលទូបង្គំយើងខ្ញុំទាំងអស់គ្នាអធិដ្ឋានទៅកាន់ព្រះសូមព្រះអង្គម្ចាស់ឆ្លើយតបមកកាន់ទូបង្គំយើងខ្ញុំទាំងអស់គ្នាតាមសេចក្តីត្រូវការរបស់ទូបង្គំយើងខ្ញុំទាំងអស់គ្នាម្នាក់ហើយសូមព្រះអង្គម្ចាស់ប្រទានពរដល់លោកបងប្អូនយើងទាំងអស់យើងខ្ញុំត្រូវការព្រះអង្គហើយទូបង្គំត្រូវការដើរជាមួយនឹងព្រះសូមឲ្យទូបង្គំយើងខ្ញុំទាំងអស់គ្នាដើរនៅក្នុងជីវិតមួយដែលមិនត្រឹមតែស្រឡាញ់ព្រះហើយអ្នកជិតខាងដូចខ្លួនឯងតែប៉ុណ្ណោះទេអនុញ្ញាតឲ្យទូបង្គំអាចរស់នៅក្នុងជីវិតមួយដែលធ្វើការអស្ចារ្យនៅលើផែនដីនេះដោយមានជំនួយអំពីព្រះអង្គផងដែរអរគុណព្រះអង្គនៅក្នុងថ្ងៃនេះយើងអធិដ្ឋានសម្រាប់សហរដ្ឋអាមេរិកនិងព្រឹត្តិការណ៍ដែលនៅជុំវិញពិភពលោកផងដែរសូមឲ្យសន្តិភាពពិតមួយកើតមានឡើងសូមឲ្យការសម្លាប់រង្គាលបានបញ្ឈប់ហើយសូមឲ្យវត្តមានរបស់ផងព្រះជាទីពេញចិត្តដល់ជីវិតមនុស្សទាំងអស់ដែលត្រូវការព្រះអង្គទូបង្គំយើងខ្ញុំអរគុណព្រះបន្តិចទៀតភ្លេចប្រាប់ថាមានប្រពន្ធខ្ញុំគាត់ធ្វើម្ហូបអាហារបរិភោគហើយបើមានពេលនៅអាចនៅជាមួយគ្នាហើយសូមឲ្យម្ហូបអាហារនេះជាជំនួយសម្រាប់កម្លាំងយើងខ្ញុំទាំងអស់គ្នាផងដែរអរគុណព្រះអង្គដែលនៅព្រះនាមព្រះយេស៊ូវគ្រីស្ទយើងអធិដ្ឋានសូមអាមែនប្រពន្ធខ្ញុំគាត់មានបុកល្ហុងហើយគាត់មានជក់ឆ្ងាញ់ហើយមានសាច់មាន់មកពី Cup Food សូមនៅបរិភោគសូមជាអាចនៅបានអរគុណជាមួយព្រះបន្ទូលរបស់ផងព្រះជាអាហារល្អសម្រាប់ព្រលឹងវិញ្ញាណហើយម្ហូបអាហារល្អធ្វើឲ្យយើងមានសុខភាពល្អសួរបងប្អូនទាំងអស់គ្នាដែលបានមកចូលរួមថ្វាយបង្គំព្រះក្នុងថ្ងៃនេះសូមព្រះអង្គម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់គ្នាមានសុខភាពល្អជាពីគ្រប់ជំងឺទាំងអស់សូមលើកការទាំងអស់នេះថ្វាយទៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមព្រះអង្គប្រទានពរឲ្យបងប្អូនទាំងអស់គ្នាបានមានសុខភាពល្អគ្រប់គ្នាអាមែនខ្ញុំសូមជម្រាបលានិងជួបគ្នានៅថ្ងៃអាទិត្យក្រោយទៀតសូមអរគុណបាយបាយ